ស្ពៃទឿព្រិលធ្លាក់មួយមេធំនៅតែល្អចាជំរាបសួរថ្ងៃនេះមេឃបើកថ្ងៃកក់ក្ដៅល្អដូច្នេះហើយខ្ញុំក៏ទៅអើតមើលស្ពៃទឿប្រហែលថ្ងៃមុនព្រិលធ្លាក់ឡើងកប់ដល់ពេលឥឡូវព្រិលរលាយអស់មើលទៅនៅសវល់ដដែលនៅស្រស់ញញឹមចាអត់ឆេះអត់អីទេអូធន់មែនតែនធន់នឹងព្រិលធន់អាកាសធាតុល្អស្ពៃនេះដាំអញ្ចឹងមិនខុសបំណងទេព្រោះវាធន់អាកាសធាតុទាំងខែក្តៅនិងខែត្រជាក់ហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញបានទៅមើលហើយក៏មានអារម្មណ៍ថាអូយល្អអញ្ចឹងសប្បាយចិត្តត្រឡប់មកធ្វើដំណើរមកតាមដងផ្លូវរបស់អ្នកធ្វើចំការនេះមានស្ពានមានអីដែរនេះបន្លាយហ្នឹងគេធ្វើស្ពានដើរចូលទៅក្នុងភូមិមានជាផ្ទះផងមានជាការដាំដើមឈើផងអូច្រកចូលទៅហើយចានេះមកដល់ឃើញផ្កាឃើញស្ពៃក្តោបអីបានបន្តិច